បាទជំរាបសួរបងប្អូនបាទថ្ងៃនេះ12មិនិនាបាទ2026បងប្អូនណាទុំក្រហមច្រាលចកាខ្ញុំបាទទុំក្រហមច្រាលតែម្ដងបាទបងប្អូនមើលបាទហើយទៀតយើងនឹងទៅមើលកាមេរ៉ានៅខាងក្រោយទាំងអស់គ្នាបងណាបាទនេះខ្ញុំដើរថយក្រោយមកទុំខាងលើទុំច្រើនហើយមិនថតមកដើមពីដើមនឹងទេបងប្អូនទៀតយើងទៅមើលទាំងអស់គ្នានៅកាមេរ៉ាខាងក្រោយតើទុំច្រើនដែរអត់បងប្អូនណាហើយជាជូនបាទនៅក្នុងខែនេះបាទចំការបងប្អូនខ្លះក៏គាត់បានទុំបានច្រើនដែរបាទហើយជាការបងប្អូនខ្លះក៏មានការខូចខាតបាទក៏មានការខូចខាតហើយអញ្ចឹងយើងចង់ដឹងថាមូលហេតុអីបានជាគាត់ខូចខាតហើយជាការខ្លះក៏គាត់បានទទួលបានទិន្នផលច្រើនឬក៏ខែនេះបាទតម្លៃល្អបងប្អូនណាជិត7000ហើយតំបន់ខ្លះហើយតំបន់ខ្លះទៀត6000ជាងហើយខ្ញុំនឹងមានប្រធានបទមួយដែលតាក់ទងជាមួយនឹងតម្លៃបងប្អូនណាតាក់ទងជាមួយនឹងតម្លៃតែហេតុអីបានជាតម្លៃស្វាយចន្ទីតំបន់ខ្លះវាទិញរហូតដល់7000តំបន់ខ្លះទិញ6800 6600បាទ6400ឬក៏6300មានសំណួរជាច្រើនដែលគាត់ចង់សួរខ្ញុំបាទក៏ប៉ុន្តែបាទអ្នកខ្លះគាត់ថាបានតម្លៃត្រឹមតែ6000ហ្នឹងបោបាទសំខាន់គ្មានផ្លែបេះសំខាន់គ្មានផ្លែបេះប៉ុន្តែបងប្អូនខ្លះគាត់បានផ្លែបេះហើយគាត់ផ្លែរើសហើយក៏គាត់ចង់បានតម្លៃក៏ខ្ពស់ហើយបងប្អូនណា6000ជាងទទួលយកបានហើយតែសំខាន់យើងធ្វើឲ្យតែបានទិន្នផលមកគឺសម្រាប់តំណោស្វាយចន្ទីគឺជោគជ័យហើយបងប្អូនហើយជាមួយនឹងគេហៅថាឆ្នាំនេះមូលហេតុដែលចន្ទីយើងថ្លៃនៅដល់យើងចង់ពាក់កណ្ដាលខែ3ហើយដោយសារតែចន្ទីរបស់យើងគឺមានតិចបងប្អូនចង់និយាយថាអត្រានៃការខូចខាតទូទាំងប្រទេសគឺខូចខាតច្រើនដោយសារតែខ្លះហ្នឹងគឺគាត់មានតែផ្កាគាត់ក្រៀមផ្កាគ្មានផ្លែគ្មានក្តាប់ទេបាទតើបងប្អូនទៅមើលកាមេរ៉ាខាងក្រោយទាំងអស់គ្នាខ្ញុំនឹងរៀបរាប់ខ្លះជាមួយនឹងតម្លៃតទៅទៀតបាទនេះបងប្អូនណាក្របរបស់ខ្ញុំហើយចឹងខ្ញុំនិយាយរៀបរាប់ជាមួយនឹងតម្លៃបងប្អូនណាដោយសារតែឆ្នាំនេះយើងមានការខូចខាតច្រើនណាស់តំបន់ខ្លះចន្ទីខ្លះគឺគាត់ខូចខាតដោយសារតែគាត់ក្រៀមផ្កាបាទដោយសារអាកាសធាតុពេលខ្លះហ្នឹងខ្ញុំពីមុនខ្ញុំថាអាកាសធាតុក្តៅគឺល្អសម្រាប់ស្វាយចន្ទីក៏ប៉ុន្តែនៅពេលដែលក្តៅពេកបាទវាធ្វើឲ្យផ្កាហ្នឹងក៏ទៅជាស្វិតក៏ទៅជាក្រៀមបាទហើយនេះបងប្អូនរបស់ខ្ញុំបានជ្រុះនេះបាទជ្រុះពេញដីបាទជ្រុះពេញដីបាទអត់ទាន់មានអ្នកមករើសដល់កន្លែងនេះទេបាទមកសាក់ផ្លែទុំបងប្អូនណាបាទហើយចឹងខ្ញុំជម្រាបជូនបន្តទៀតតកតងជាមួយនឹងតម្លៃបងប្អូនណាឆ្នាំនេះគឺដោយសារតែយើងខ្វះខាតនៅក្របស្វាយចន្ទីបាទន័យថាទិន្នផលនៃស្វាយចន្ទីគឺអត់សូវសម្បូរទេបាទតំបន់ខ្លះគឺគាត់ធ្លាប់ដេប៉ូខ្លះក៏ធ្លាប់ចេញមួយថ្ងៃ3ឡានទៅ5ឡានបាទឥឡូវនេះរកតែ1ឡាន2ឡានទេអាហ្នឹងដេប៉ូមួយចំនួនដែលគាត់ធ្លាប់ទិញបានច្រើនណាប៉ុន្តែឆ្នាំនេះគឺទិញបានតិចនេះហើយគឺជាមូលហេតុដែលធ្វើឲ្យស្វាយចន្ទីរបស់យើងវាមានការតម្លៃនឹងគឺនៅថ្លៃចឹងស្របពេលតម្លៃនៅថ្លៃនេះបងប្អូនណាគឺដោយសារតែការខូចខាតនៃដំណាំស្វាយចន្ទីបងប្អូនគឺគាត់ខូចខាតច្រើនបងប្អូនគាត់ខូចខាតច្រើនគាត់អត់មានគ្រាប់រើសទេបងប្អូនគាត់គ្មានគ្រាប់រើសទេបាទប៉ុន្តែមិនមែនទាំងអស់ទេបងប្អូនវាមានមួយចំនួនទៅក៏គាត់បានល្អហើយមួយចំនួនទៅក៏គាត់មានការខូចខាតច្រើនបាទហើយដូច្នេះវាជាកត្តាមួយដែលធ្វើឲ្យស្វាយចន្ទីរបស់យើងទទួលបានតម្លៃខ្ពស់បាទតែបើស្វាយចន្ទីយើងមានច្រើនបាទតម្លៃបងប្អូនណាជាក់ស្ដែងគឺប្រកបជាចុះថោកបាទបងប្អូនមកគ្រាប់ហើយនេះអញ្ចឹងតកតងនឹងតម្លៃដែលបងប្អូនគាត់សួរថាហេតុអីបានជាតម្លៃថ្លៃហ្នឹងគឺមូលហេតុគឺបែបហ្នឹងបងប្អូនណាបាទដោយសារតែស្វាយចន្ទីអត់សូវមានបាទហើយចឹងទៅបានជាធ្វើឲ្យតម្លៃហ្នឹងគឺថ្លៃហើយតកតងនឹងវីដេអូក្រោយខ្ញុំនឹងបកស្រាយហេតុអ្វីបានជាតម្លៃនៅតាមខេត្តនីមួយៗមានការខុសគ្នាបាទស្វាយចន្ទីដូចគ្នាពូជ M23 ដូចគ្នាក៏ប៉ុន្តែតម្លៃមានការផ្សេងគ្នាចឹងទៅបាទចឹងបងប្អូនមួយចំនួនគាត់ឆ្ងល់បាទគាត់ឆ្ងល់ហើយបងប្អូនមើលដើមមកខ្ញុំមិនល្អទេបងប្អូនណាប៉ុន្តែមានផ្លែរើស
បងនោះទេបាទ4 5គ្រាប់4 5គ្រាប់4 5គ្រាប់បាទនេះបាទហើយសួរថាដីរបស់ខ្ញុំល្អអត់ទេដីខ្ញុំអត់ល្អទេបងប្អូនខ្សោះគ្មានជីជាតិអីទេប៉ុន្តែក្រហមពេញដើមមកណាក្រហមពេញដើមហើយអធិស្ឋានផងដោយសារតែខ្ញុំមិនសូវជាបកកែកាន់កាមេរ៉ាអញ្ចឹងវាធ្វើឲ្យពេលខ្លះខ្ញុំថតទៅវាអត់សូវល្អមើលបងប្អូនបាទញីញ័រអញ្ចឹងបងប្អូនបាទនេះប៉ុន្តែសរុបមកវិញគឺខ្ញុំចង់សង្រួមនៅគេហៅថាតម្លៃដែលបងប្អូនខ្លះចង់ថាចន្ទទីឆ្នាំនោះបានថ្លៃបាទចុះបានថ្លៃចឹងរហូតទៅមានអីបើខ្ញុំក៏ចង់ឲ្យបានថ្លៃចឹងរហូតដែរបងប្អូនណាបាទចង់ឲ្យបានថ្លៃចឹងរហូតដូចគ្នាបាទមិនបាច់កាយឆ្នៃទេខ្ញុំរើសក្របលក់ខ្ញុំរើសក្របលក់ស្រស់តែម្ដងបងប្អូនបាទបងប្អូនមើលក៏ហមច្រាបាទទុំឲ្យបងប្អូនណាបើខ្ញុំទុំបាទគ្រប់ដើមគឺទុំឲ្យអត់មិនថាថតតែម្ដងបង្ហាញឲ្យមើលទេបាទគឺទុំគ្រប់ដើមបាទឥឡូវហ្នឹងអ្នករើសអត់តាន់ទៀតបាទអញ្ចឹងវីដេអូក្រោយខ្ញុំនឹងនិយាយពីតើហេតុអ្វីបានជាស្វាយចន្ទីវាមានតម្លៃខុសគ្នាទៅតាមតំបន់មូលហេតុអីបាទហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញតែប៉ុណ្្នឹងបងប្អូនណាបាទនេះបងប្អូនបាទយើងមើលទុំហើយផ្លែចកោមក៏មានរីក៏មានបាទវគ្គទី2ក៏មានអណ្ដែតផ្កាឡើងមកដែរបាទហើយស្របពេលដែលដីរបស់ខ្ញុំនេះបងប្អូនណាបាទខ្សោះគ្មានជីជាតិបាទអានេះដល់ដីបាទនេះដល់ដីបាទទុំហមច្រាអរគុណច្រើនបងប្អូនណាវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងអរគុណ